លើកមុនខ្ញុំចេញវីដេអូជាមួយលោកពូម្នាក់ដែលគាត់ពិការជើងខ្ញុំបានជូនគាត់ពីវត្តថ្មីមកផ្សារត្រីបានចេញវីដេអូហ្នឹងទៅឃើញទៅដល់កូនរបស់គាត់បាទដោយសារគាត់ហ្នឹងបែកបាក់គ្នាជាមួយប្រពន្ធមុនហើយមានកូន4-5 នាក់ហើយទៅគាត់ក៏ចេញបែកបាក់ពីប្រពន្ធមុនគាត់មកនៅប៉ោយប៉ែតហ្នឹងហើយកូនរបស់គាត់ជាមួយប្រពន្ធមុនហ្នឹងគាត់ឃើញវីដេអូរបស់ខ្ញុំបាទគាត់ឆាតមកខ្ញុំដើម្បីចង់ជួយថវិកាឲ្យគាត់បាទដោយសារគាត់បែកពីឪពុកគាត់យូរហើយអត់ដឹងសុខទុក្ខឪពុកគាត់តែឃើញវីដេអូខ្ញុំទៅគាត់មានអារម្មណ៍ថាចង់ទឹកភ្នែកអាណិតឃើញឪពុកគាត់បាទហើយចង់ផ្ញើថវិកាយកមកប៉ុន្តែគាត់ឲ្យប្រកាសឈ្មោះឥឡូវខ្ញុំមកជួបគាត់ទៀតរៀបសួរពូបាទអូមកអង្គុយលេងនៅហ្នឹងបាទខ្ញុំអស់កម្លាំងពេកខ្ញុំមកអង្គុយអស់កម្លាំងអង្គុយទឹកសម្រាប់អូសម្រាប់សិនបាទអូអីវ៉ាន់លោកពូអីនេះបាទចុះអត់តន់ទៅផ្ទះវិញអីចឹងតែល្ងាចមិនទៅបាទសុខភាពអីអត់អីលោកពូសុខភាពបាទឈឺហ្នឹងដែរឈឺតែប៉ុន្តែនិយាយទ្រាំដើររោចឹងទៅភាសាខ្ញុំចេញវីដេអូជាមួយលោកពូលោកមុនចេញវីដេអូទៅមានបងប្អូនគាត់ឃើញគាត់ជួយថវិកាមកប៉ុន្តែគាត់អត់ឲ្យប្រាប់ឈ្មោះទេបាទគាត់ឲ្យប្រាប់ឈ្មោះទេហើយមានបងគាត់ម្ចាស់ហាងទូរស័ព្ទដៃ iBest បាទនៅផ្លូវដើមមត្រានេះណាបាទគាត់ឃើញវីដេអូខ្ញុំគាត់អាណិតអ្នកខ្វះខាតគាត់មានគុណធម៌ណាពូណាបាទចិត្តល្អណាស់ពុកម៉ែបងប្អូនចង់ទិញឯងអាចទៅរកហាងគាត់បានគាត់មានគុណធម៌គាត់មានទំនួលខុសត្រូវបាទគាត់ជួយថវិកាមកជូនលោកពូ200,00020,000ណាពូណាបាទជូនលោកពូយកទុកទិញបាយហូបទិញបាយហូបហើយអាចទិញកបាទបើអត់ស្រួលខ្លួនអីទិញថ្នាំទុកលើបាទត្រូវទិញថ្នាំបាទនេះ20,000ណាពូណាបាទជូនលោកពូបាទអរគុណទឹកចិត្តគាត់មានពាក្យអរគុណហើយនឹងជូនពរឲ្យម្ចាស់ជំនួយនឹងលោកក្មួយនឹងឲ្យចេះតែបាទឲ្យចេះតែរកទទួលទានមានបានអរគុណកោតសរសើរលោកក្មួយមានចិត្តធម៌បាទអរគុណពូបាទជាមួយអ្នកមានលុយដើម្បីអាណិតខ្ញុំជាស្រីក្រនេះបាទខ្ញុំមានស្រីទេមានអរគុណនឹងជូនពរឲ្យមានសេចក្តីសុខអាយុវែងបាទទីការងារគ្រប់បាទអរគុណពូបាទទូនជាកម្លាំងចិត្តណាពូណាពូតស៊ូទៅមុខទៀតណាពូណាស៊ូទៅមុខទៀតទូនជាកម្លាំងចិត្តខ្លាចវាគេឃើញនិយាយមួយបលិសគេថាអូពូនឹងត្រូវអីហ្នឹងចូលនិយាយមួយបលិសមានត្រូវអីប្រាប់គេទៅថាកូនខ្ញុំទេប្រាប់គាត់ចឹងទៅកូនខ្ញុំទេបាទបាទជូនពូសុខសប្បាយយុវវ័យជូនពូសុខសប្បាយខ្ញុំទៅវិញណាពូបាទអរគុណសុខសប្បាយ